Fanចិត្តឆ្ងល់មិនបានឃើញតារាស្រី Jessica ស្វីតជាមួយនឹងលោកទីបរិនរោខ្លាំងម្ល៉េះដល់ពេលសម័យខ្លួនចេញមកបញ្ជាក់ទើបដឹងថាបែបនេះអ្នកប្រើប្រាស់បណ្ដាញសង្គមប្រកាសជាបានស្គាល់ហើយ Jessica ដែលតែងតែបង្ហាញមុខនៅក្នុងក្រុមសម្ដែងនេះព្រែកយ៉ាងណាថ្មីនេះនៅក្នុងបទសម្ភាសន៍មួយឆ្លើយទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលបានសួរចំថាបងឃើញអូនឯងសម្ដែងច្រើនជាមួយនឹងដៃគូគឺលោកទីបរិនរោឃើញថាអូនឯងសម្ដែងជាមួយគាត់ពិតជាស៊ីមន្ត្រីមែនទែនតើក្រៅពីការសម្ដែងអូនមានទំនាក់ទំនងឬក៏ជាបងប្អូនអីជាមួយនឹងគាត់ដែរដោយសារមហាជនចិត្តឆ្ងល់និងសង្ស័យថាក្រែងលោមានទំនាក់ទំនងស្នេហាអញ្ចឹងទៅក្នុងនោះ Jessica បានឆ្លើយថាអត់ទេមិនមែនជាបងប្អូនឬក៏ស្នេហាអីទេនៅក្នុងសិល្បៈគាត់គឺជារិមច្បងម្នាក់នៅខាងក្រៅគាត់ប្រៀបដូចជាឪពុករបស់ខ្ញុំម្នាក់ព្រោះគាត់តែងតែប្រដៅប្រាប់ខ្ញុំពីរឿងគ្រប់យ៉ាងទាំងអស់ហើយពេលខ្លះខ្ញុំក៏មានរឿងក្នុងចិត្តខ្ញុំក៏ពិភាក្សាជាមួយគាត់អញ្ចឹងទៅហើយបើសួរថាខ្ញុំស្រឡាញ់គាត់អត់ខ្ញុំស្រឡាញ់លើសពីស្នេហាព្រោះថាគាត់គឺជាបុគ្គលម្នាក់ធ្វើឲ្យគ្រប់គ្នាគោរពមែនទែនអញ្ចឹងក្តីស្រឡាញ់របស់ខ្ញុំចំពោះគាត់គឺគោរពនិងស្រឡាញ់អញ្ចឹងបើសួរថាស្នេហាមែនខ្ញុំឆ្លើយថាមិនមែនជាស្នេហាទេប៉ុន្តែខ្ញុំស្រឡាញ់គាត់លើសពីស្នេហា